ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចេញប័ណ្ណបញ្ជាឲ្យកងនាវាចម្បាំងសហរដ្ឋអាមេរិកឡោមព័ទ្ធច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាមាបាតនៃប្រទេសប៉ាគីស្ថានបិទបញ្ចប់គ្មានកិច្ចព្រមព្រៀងយោងតាមបណ្ដាញផ្សាយព័ត៌មានរបស់សហរដ្ឋអាមេរិកបណ្ដាញផ្សាយព័ត៌មានរបស់ពួកបច្ចេកប្រទេសចុះផ្សាយព្រមព្រៀងអំពីលោក Donald Trump ដាក់ប័ណ្ណបញ្ជាទៅកាន់កងនាវាចម្បាំងសហរដ្ឋអាមេរិកឲ្យចាប់ផ្ដើមឃុំព័ទ្ធច្រកសមុទ្រ Hormuz នៅពេលនេះដោយសារតែលោកខកចិត្តខ្លាំងចំពោះការចរចាជាមួយនឹងអ៊ីរ៉ង់រយៈពេល2ថ្ងៃអត់បានសម្រេចអ្វីទាល់តែសោះអ៊ីរ៉ង់នៅតែបង្ហាញភាពខ្លាំងមិនព្រមចុះចាញ់សហរដ្ឋអាមេរិកនៅចំពោះមុខប្រធានដឹកនាំការចរចាអនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance អ៊ីរ៉ង់នៅតែប្រកាន់ជំហរការពារអ្វីដែលខ្លួនគិតថាជាសេរីភាពរបស់ខ្លួនដូចជាករណីហុំព័ទ្ធច្រកសមុទ្រ Hormuz ដូចជាការផលិតអាវុធនុយក្លេអ៊ែរនិងការផលិតមីស៊ីលរយៈចម្ងាយឆ្ងាយសុទ្ធតែចាត់ទុកថាជាសិទ្ធិរបស់អ៊ីរ៉ង់សេចក្តីថ្លែងការណ៍របស់លោក Donald Trump ដែលត្រូវគេមើលឃើញថាលោកបានថ្លែងកាលពីថ្ងៃអាទិត្យទី12មេសាបានបញ្ជាក់ថាការចរចាទោះជាមើលទៅមានការរីកចម្រើនប៉ុន្តែវានៅតែជារឿងបរាជ័យដោយសារតែភាគីរបស់អ៊ីរ៉ង់មិនព្រមបើកចំហច្រកសមុទ្រ Hormuz មិនព្រមបញ្ចប់មហិច្ឆតានៃការចង់ចម្រាញ់សារធាតុអ៊ុរ៉ាញ៉ុមបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរនិងមហិច្ឆតាជាច្រើនទៀតរបស់អ៊ីរ៉ង់នៅតែមាននៅឡើយនោះទេលោក Donald Trump បានថ្លែងដោយប្រើប្រាស់វោហារសាស្ត្រថាត្រូវប្រញាប់ជាបន្ទាន់គឺឡោមព័ទ្ធច្រកសមុទ្រ Hormuz នេះមិនអនុញ្ញាតឲ្យមានការបើកចូលច្រកសមុទ្រ Hormuz ពីកប៉ាល់ទាំងឡាយណាដែលត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz លោក Donald Trump ចាត់ទុកថាការឡោមព័ទ្ធច្រកសមុទ្រ Hormuz ដោយកងនាវាចម្បាំងសហរដ្ឋអាមេរិកគឺជាការឆ្លើយតបចំពោះភាពមានះរឹងក្បាលរបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលលោកបានហៅការចាប់យកច្រកសមុទ្រ Hormuz របស់កងឆ្មាំបដិវត្តអ៊ីរ៉ង់វាមិនខុសអីនឹងការចាប់ជាចំណាប់ខ្មាំងនិងការចម្រិតទាបប្រាក់នោះទេលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានចោទទៅប្រទេសអ៊ីរ៉ង់ថាជាអ្នកបង្កើតហានិភ័យនៅច្រកសមុទ្រ Hormuz បង្កើតអាណាធិបតេយ្យនៅតំបន់នេះដោយប្រើប្រាស់មធ្យោបាយទុច្ចរិតដើម្បីចម្រិតទាបប្រាក់ពីកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuzជាអ្នកដែលដាក់បង្កាយគ្រាប់មីនសមុទ្រដែលធ្វើឲ្យមានផលវិបាកក្នុងការប្រើប្រាស់ច្រកសមុទ្រ Hormuzលោក Donald Trump ប្រកាសថាអ៊ីរ៉ង់ធ្វើដូចនេះកំពុងតែគម្រាមកំហែងការដឹកជញ្ជូនផ្លូវទឹកពិភពលោកដែលមិនអាចទទួលយកបានដាច់ខាតលោក Donald Trump បានបង្ខំឲ្យដឹងទៀតថាកងកម្លាំងសហរដ្ឋអាមេរិកនៅទីនេះត្រូវបានលោកបញ្ជាឲ្យរៀបចំលក្ខណៈដើម្បីអ្វីមួយដែលហៅថាឆ្លើយតបនឹងអ៊ីរ៉ង់មិនព្រមផ្ដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកយ៉ាងណាលោក Donald Trump ប្រមានថាកប៉ាល់ដែលបំរុងឆ្លងកាត់ច្រកសមុទ្រ Hormuz នៅពេលនេះមិនអាចអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រនោះទេកប៉ាល់ទាំងនោះគឺមិនត្រូវចូលច្រកសមុទ្រ Hormuz នោះទេព្រោះកងទ័ពអាមេរិកនៃកងនាវាចម្បាំងសហរដ្ឋអាមេរិកឡោមព័ទ្ធច្រកសមុទ្រ Hormuz ចាប់ពីពេលនេះតទៅហើយលោកថាគ្មាននរណាធ្វើរឿងខុសច្បាប់បាននោះទេហើយកប៉ាល់ទាំងឡាយណាដែលបើកចូលច្រកសមុទ្រ Hormuz អត់មានសុវត្ថិភាពទេនៅពេលនេះលោកក៏បានប្រកាសទៀតថាកាតព្វកិច្ចរបស់កងនាវាចម្បាំងសហរដ្ឋអាមេរិកនៅពេលនេះចាប់ផ្ដើមបោះសម្បត្តិមីនដែលអ៊ីរ៉ង់បានដាក់ពង្រាយនៅច្រកសមុទ្រ Hormuzសេចក្តីថ្លែងការណ៍របស់លោក Donald Trump ក៏បានប្រមានពីការប្រតិបត្តិការយោធាទ្រង់ទ្រាយធំជាថ្មីម្ដងទៀតដោយប្រមានថាការវាយប្រាម្ដងទៀតដោយកងទ័ពសហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់នោះគឺត្រូវតែមានសកម្មភាពធ្ងន់ធ្ងរបំផុតលោក Donald Trump ប្រមានថាបើអ៊ីរ៉ង់បើកការវាយប្រាមកលើសហរដ្ឋអាមេរិកដែលអាមេរិកកំពុងតែឡោមព័ទ្ធតំបន់ច្រកសមុទ្រ Hormuzនោះគឺអ៊ីរ៉ង់នឹងត្រូវអាមេរិករុញធ្លាក់ចូលឋាននរកតែម្ដងច្រកសមុទ្រ Hormuz គឺជាផ្លូវនាវាចរអន្តរជាតិដ៏ចង្អៀតមួយវាតភ្ជាប់នឹងឈុំសមុទ្រពាក់ហើយឆ្លងកាត់ច្រកសមុទ្រ Hormuz នេះទៅកាន់ទីផ្សារប្រេងនៅពិភពលោកជាពិសេសគឺតំបន់អាស៊ីប៉ាស៊ីហ្វិកដែលទទួលបានប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuzដល់ទៅ 80% ចំណែកច្រកសមុទ្រ Hormuz ទាំងមូលគឺមានទំហំសេដ្ឋកិច្ច 20% បើធៀបនឹងច្រកសមុទ្រសំខាន់ៗនៅទូទាំងពិភពលោកលោក Donald Trump បញ្ជាក់ថាប្រទេសដទៃទៀតត្រូវតែចូលរួមជាមួយសហរដ្ឋអាមេរិកនៅពេលនេះប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកកំពុងតែឈានមុខនៃការដាក់វិធានការក្តៅទៅលើអ៊ីរ៉ង់ហើយគឺការឡោមព័ទ្ធច្រកសមុទ្រ Hormuzជាមួយគ្នានេះកងទ័ពនៃប្រទេសអ៊ីស្រាអែលនោះវិញប្រកាសដាក់ប្រទេសស្ថិតនៅក្នុងស្ថានភាពគ្រាមានអាសន្នបន្តទៀតឲ្យជាមួយនឹងការត្រៀមធ្វើសង្គ្រាមវាយប្រាអ៊ីរ៉ង់ជាថ្មីម្ដងទៀតនេះបញ្យងតាមសារព័ត៌មាន APA ដែលបានចុះផ្សាយនៅយប់ថ្ងៃអាទិត្យទី12មេសានាយសេនាធិការកងទ័ពអ៊ីស្រាអែលឧត្តមសេនីយ៍អ៊ីយ៉ាហ្សាមីដែលជាអ្នកចេញបទបញ្ជាឲ្យកងទ័ពអ៊ីស្រាអែលប្រុងប្រៀបដើម្បីវាយប្រាទៅលើប្រទេសអ៊ីរ៉ង់នេះបានធ្វើការកត់សម្គាល់ថាការចរចាដែលបរាជ័យរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាមាបាតនោះវានាំឲ្យមានការចាប់ផ្ដើមទៅរកការវាយប្រាជាថ្មីម្ដងទៀតដែលកងទ័ពអ៊ីស្រាអែលត្រៀមលក្ខណៈដើម្បីប្រយុទ្ធនាយសេនាធិការកងទ័ពអ៊ីស្រាអែលបានបញ្ជាទៅកាន់សារណសេរទាំងអស់នៃកងទ័ពរបស់ខ្លួនឲ្យប្រុងប្រៀបចាប់ពីម៉ោងនេះតទៅគឺត្រៀមដើម្បីទទួលបញ្ជានៃការបើកការវាយប្រាទៅលើប្រទេសអ៊ីរ៉ង់ទាំងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបើកការវាយប្រារយៈពេល40ថ្ងៃនៃសង្គ្រាមទ័ពអាកាសនិងសង្គ្រាមទ័ពជើងទឹកអ្នកជំនាញនឹងចារកម្មរបស់សហរដ្ឋអាមេរិកដូចជាចារកម្មរបស់អ៊ីស្រាអែលអះអាងថាប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានវាយបំបាក់ចុះខ្សោយយ៉ាងខ្លាំងដែលថាมันមានសមត្ថភាពក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងសហរដ្ឋអាមេរិកដោយផ្ទាល់នោះទេ
លើកលែងករណីពិសេសតែប៉ុណ្ណោះណាមួយទៀតមីស៊ីលរបស់អ៊ីរ៉ង់ត្រួតរបស់អ៊ីរ៉ង់ត្រូវបានកំទេចយ៉ាងសម្បើមដែលគិតភាគរយប្រមាណពី85ទៅ90%សមរភូមិលំហអាកាសត្រូវបានសន្មតថាកងទ័ពអាកាសនៃប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកគ្រប់គ្រងបានទាំងស្រុងនៅពេលនេះទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានប្រកាសពីការទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់លើគោលដៅសំខាន់ៗនៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់បានប្រមាណជា30,000គ្រាប់សូម្បីតែអ៊ីស្រាអែលតែម្នាក់ឯងប្រកាសថាខ្លួនគេបានទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់រហូតដល់ទៅ18,000គ្រាប់សហរដ្ឋអាមេរិកប្រកាសថាបានទម្លាក់គ្រាប់បែកក៏មិនតិចជាង15,000គ្រាប់នោះទេប៉ុន្តែគោលដៅនៃការវាយប្រហារប្រមាណជា12,000គោលដៅលោកដូណាល់ត្រាំធ្លាប់ប្រមានឲ្យថាបើសហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មីម្ដងទៀតនឹងធ្វើឲ្យរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវតែធ្លាក់ទៅក្នុងឋាននរកតែយ៉ាងណាសម្រាប់អ៊ីរ៉ង់ដែលជាប្រទេសខ្លាំងមួយនៅតំបន់មជ្ឈិមបូព៌ាមិនបានចុះចាញ់ជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនោះទេកងឆ្មាំបដិវត្តអ៊ីរ៉ង់និងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅតែប្រកាសថាខ្លួនមានសមត្ថភាពវាយសងសឹកគ្រប់ស្ថានភាពនៃទម្រង់សង្គ្រាមទាំងអស់នៅថ្ងៃនេះកងឆ្មាំបដិវត្តអ៊ីរ៉ង់នីតិបញ្ជាការរបស់ខ្លួនបានចេញសារព្រមានថាការហុំព័ទ្ធច្រកសមុទ្រហុកមកដែលធ្វើឡើងដោយសហរដ្ឋអាមេរិកវាជាការដែលរុញឲ្យអ៊ីរ៉ង់ប្រើប្រាស់មធ្យោបាយសងសឹកវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើគោលដៅជាច្រើនតែជាទីតាំងផលប្រយោជន៍របស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកទីបញ្ជាការកណ្ដាលរបស់កងទ័ពអ៊ីរ៉ង់បានបញ្ជាក់ទៀតថាកងយន្តហោះដ្រូនកងមីស៊ីលរបស់អ៊ីរ៉ង់កំពុងតែត្រៀមលក្ខណៈហើយដើម្បីបើកការវាយប្រហារទៅលើគោលដៅនៅទូទាំងឈុំសមុទ្រពាក់ហើយថាវាត្រូវតែកំទេចសត្រូវដែលឈ្លានពានអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការដ្ឋានកងទ័ពនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់នេះពិតណាស់ឆ្លើយតបចំពោះលោកដូណាល់ត្រាំចេញប័ណ្ណបញ្ជាឲ្យហុំព័ទ្ធច្រកសមុទ្រហុកមកនៅក្នុងកិច្ចចរចារយៈពេល24ម៉ោងការចរចាប្រព្រឹត្តទៅទល់មុខគ្នារវាងគណៈប្រតិភូសហរដ្ឋអាមេរិកនិងគណៈប្រតិភូនៃប្រទេសអ៊ីរ៉ង់នោះអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកជេដេវ៉ាន់ដែលដឹកនាំកិច្ចចរចាបានប្រកាសថាការចរចាជាមួយនឹងអ៊ីរ៉ង់គឺជួបរឿងបរាជ័យតាំងពីម៉ោងដំបូងរហូតគឺតានតឹងរហូតទាល់តែសហរដ្ឋអាមេរិកសម្រេចដើរចេញពីកិច្ចចរចានៅនីតិចុងក្រោយម៉ោង21នៃការចរចាសហរដ្ឋអាមេរិកប្រកាសថាមិនអាចអង្គុយចរចាជាមួយនឹងអ៊ីរ៉ង់ដែលដើរជាន់បន្ទាត់ក្រោមសហរដ្ឋអាមេរិកនៅលើតុចរចានោះទេលោកជេដេវ៉ាន់និងគណៈប្រតិភូរបស់គាត់បានសម្រេចចាក់ចេញពីទីក្រុងអ៊ីស្លាមាបាតភ្លាមមួយរំពេចជាមួយគ្នានោះក៏គេដឹងថាគណៈប្រតិភូនៃប្រទេសអ៊ីរ៉ង់ក៏ប្រកាសថាការចរចាជាមួយសហរដ្ឋអាមេរិកជាមួយនឹងលោកជេដេវ៉ាន់គ្មានអ្វីក្រៅពីគម្រាមកំហែងអ៊ីរ៉ង់នោះទេអ៊ីរ៉ង់មិនអាចចុះចាញ់ដាច់ខាត